ការកំណត់ភេទរបស់ទារកប្រុសឬស្រីគឺនៅលើបុរសពីព្រោះបុរសមានក្រូម៉ូសូម X ហើយនិង Y ចំណែកឯស្ត្រីគឺមានតែ X ទេអញ្ចឹងបើ X របស់បុរសជួបជាមួយនឹង X របស់ស្ត្រីគឺយើងនឹងបានកូនស្រីប៉ុន្តែបើ Y របស់បុរសមកជួបជាមួយនឹង X យើងនឹងបានកូនប្រុសคลิปមុនយើងនិយាយអំពីកូនប្រុសថ្ងៃនេះយើងនិយាយអំពីកូនស្រីរៀងស្មុគស្មាញបន្តិចពីព្រោះតេស្ត LH មិនអាចជួយយើងបានទេបើសិនជាយើងរងចាំឲ្យធ្វើតេស្ត LH ឃើញ2ឆ្នោតហើយបានយើងគេងនៅជាមួយគ្នានោះឱកាសមានកូនប្រុសគឺខ្ពស់អញ្ចឹងនេះគឺជាវីដេអូคลิปទី3ដែលអ្នកគ្រូនិយាយបញ្យល់អ្នកទាំងអស់គ្នាអំពីការប៉ាន់ស្មានរោគថ្ងៃដែលធ្លាក់មេជីវិតរបស់មនុស្សស្រីគឺធ្លាក់នៅ14ថ្ងៃមុនថ្ងៃមករដូវនៅខែបន្ទាប់អ្នកគ្រូជឿជាក់ថាអ្នកទាំងអស់គ្នាគឺសុទ្ធតែអាចមានការគិតនៅក្នុងចិត្តថាខែក្រោយប្រហែលជាខ្លួនឯងនឹងត្រូវមករដូវនៅថ្ងៃទីប្រមាណអញ្ចឹងឧទាហរណ៍ថាខែនេះខែ11អញ្ចឹងខែ12ខែក្រោយយើងតើខែ12ហ្នឹងប្រហែលជាមករដូវថ្ងៃទីប្រមាណយើងនឹងដឹងអ្នកគ្រូឧទាហរណ៍ថាយើងគិតថាខែ12ខ្ញុំប្រហែលជាថ្ងៃទី19អីមករដូវអីមើលទៅរដូវខែ12អញ្ចឹងយើងយក19នោះដក14ទៅយើងនឹងឃើញនៅសល់ថ្ងៃទី5អញ្ចឹងថ្ងៃទី5ប្រហែលជាអាចជាថ្ងៃនៃការធ្លាក់មេជីវិតដូច្នេះអ្នកទាំងអស់គ្នាត្រូវគេងនៅជាមួយគ្នាឲ្យបាន2ថ្ងៃទៅ3ថ្ងៃមានន័យថា48ម៉ោងទៅ72ម៉ោងមុនថ្ងៃដែលយើងគិតថាយើងអាចធ្លាក់មេជីវិតអញ្ចឹងឥឡូវយើងកំណត់គិតថាប្រហែលធ្លាក់ថ្ងៃទី5អញ្ចឹងយើងអាចគេងនៅជាមួយគ្នានៅថ្ងៃទី2ឬទៅថ្ងៃទី3អស់ហើយណាត្រឹមថ្ងៃទី3អត់អាចមកគេងនៅថ្ងៃទី4ទៀតទេហេតុផលគឺនៅពេលដែលយើងគេងនៅជាមួយគ្នាមេជីវិតរបស់បុរសគឺចូលទៅហើយទៅរងចាំអញ្ចឹងមេជីវិតស្រីអត់ទាន់ធ្លាក់មកទេអញ្ចឹងក្នុងខណៈពេលដែលរងចាំវាយនេះថ្មីត្បិតតែរត់លឿនថ្មីត្បិតតែមានកម្លាំងខ្លាំងក៏ប៉ុន្តែអាយុខ្លីគឺ24ម៉ោងស្លាប់ហើយអញ្ចឹងពេលដែលរងចាំតែមេជីវិតស្រីអត់ឃើញធ្លាក់មកអានេះក៏ស្លាប់បាត់ទៅអញ្ចឹងនៅសល់តែ X ទេដល់ថ្ងៃទី5ខែ12ពឹបមេជីវិតយើងធ្លាក់មកអញ្ចឹង X របស់យើងបានមកជួបនឹង X របស់បុរសនេះឱកាសមានកូនស្រីរបស់យើងគឺខ្ពស់ហើយការធ្វើបែបនេះគ្រាន់តែជាកលឹះមួយចំនួនដែលអាចនឹងដូចថាជាជាងដែលយើងអត់បានធ្វើអីសោះពីព្រោះមានអ្នកខ្លះវាយគាត់ខ្លាំងអញ្ចឹងគាត់អាចនឹងបានកូនប្រុសទៀតឬក៏អ្នកខ្លះX គាត់នឹងខ្សោយពេកអីហ្នឹងគឺគាត់អត់អាចមានកូនស្រីបានទេអ្វីដែលអាចជួយអ្នកទាំងអស់គ្នាបាន 100% គឺការបង្កកំណើតក្រៅស្បូនឬហៅថា IVF ចា៎យ៉ាងណាក៏ដោយទាំងអស់នេះគឺជាចំណេះដឹងមួយចំនួនជូនទៅម៉ាក់ទាំងអស់គ្នាហើយអ្នកគ្រូជូនពរម៉ាក់ទាំងអស់គ្នាឲ្យបានសម្រេចតាមគោលបំណងកូនប្រុសឬក៏កូនស្រីអ្នកណាបានដូចបំណងហើយកុំភ្លេច comment ឲ្យអ្នកគ្រូផងជាការលើកទឹកចិត្តចា៎អរគុណច្រើន